ទេវតាបានក្រាបទូលសួរព្រះសម្មាសម្ពុទ្ធថាក្នុងលោកនេះអ្វីដែលប្រជុំជនច្រើនគ្នាតែងខ្លាចហើយព្រះអង្គសម្ដែងថាជាផ្លូវមានមេឃបែកច្រើនណាស់បបិទ្ធប្រកោដំជាម្ចាស់ព្រះអង្គមានបញ្ញាក្រាស់ខ្ញុំព្រះអង្គសូមទូលសួរថានិរជនតាំងនៅក្នុងធัวដោយមួយដេចរមែងមិនភ័យទៅក្នុងបរលោកព្រះអង្គទ្រង់មានពុទ្ធដីកាថាវាចាំងមនិញ្ចបនិធាយៈជាស្រេចសមាកាយេនបាបានិអកុបមេណោពហុនបាណੰករមេបសន្តោសត្ហោមុតោសាំងវិភាគីបតញ្ញោបតញ្ញូអេតេសធម្មេសុតិតោចតោសុធម្មេតិតោបរលោកាំងនេកាយេមានន័យថាសាធុជនតម្កល់វាចានឹងចិត្តមួយសាធុជនតម្កល់វាចានឹងចិត្តមួយដោយប្រពៃមិនធ្វើបាបដោយកាយពីរមិនធ្វើបាបដោយកាយគ្រប់គ្រងនៅផ្ទះដែលមានបាយនិងទឹកច្រើនជាអ្នកមានសទ្ធាគ្រប់គ្រងនៅផ្ទះនេះមានជាអ្នកគ្រប់គ្រងផ្ទះនឹងឯងហើយក៏ជាអ្នកមានស្រុកស្ដំឬក៏មធ្យមហ្នឹងទៅជាអ្នកមានសទ្ធា3 4គឺមានចិត្តទន់នេះគឺចិត្តដែលប្រកបដោយសទ្ធាហើយនិងសតិបញ្ញានឹងឯងជាអ្នកចែករំលែកជាអ្នកដឹងនៅពាក្យពោលជនដែលតាំងនៅក្នុងធម៌ទាំង4ប្រការនេះឈ្មោះថាជាអ្នកស្ថិតនៅក្នុងធម៌រមែងមិនភ័យទៅក្នុងប្រលោកទេទាំង4នេះដែលព្រះអង្គសម្ដែងថានៅពេលណាដែលប្រកបដោយហេតុទាំង4នេះហើយគឺអត់ចេះភ័យនៅក្នុងប្រលោកនេះទេប្រលោកមានន័យថាលោកដតីផ្សេងយើងឥឡូវនេះគឺកំពុងតែស្ថិតនៅក្នុងមនុស្សលោកប៉ុន្តែនៅពេលដែលស្លាប់ទៅត្រូវទៅប្រលោកហើយអញ្ចឹងប្រលោកមិនមែនសម្រាប់តែឋានសួគ៌មួយទេណាបងប្អូនអបាយភូមិមាន31ភូមិមកហើយកុំឲ្យលឺពាក្យថាប្រលោកនេះសុទ្ធតែទៅឋានសួគ៌ទាំងអស់មិនមែនទេប្រលោកហ្នឹងគឺលោកដតីលោកផ្សេងអញ្ចឹងថានៅពេលដែលស្លាប់ទៅនៅពេលដែលអស់អាយុជីវិតទៅហ្នឹងទៅណាប្រកាសគឺមិនទេកុំឲ្យយល់កុំឲ្យគិតថាឲ្យតែស្លាប់ទៅអ្នកដែលធ្វើបុណ្យស្លាប់ទៅនឹងទៅឋានសួគ៌អ្នកធ្វើបាបស្លាប់ទៅនឹងទៅនរកហើយមិនទេមិនទាំងអស់ហើយពុទ្ធមិនសម្ដែងអញ្ចឹងទេក្នុងន័យដែលពុទ្ធទ្រង់សម្ដែងមិញគឺតម្កល់វាចានេះគឺវិជ័យសុចរិតជាមួយនឹងចិត្តគឺមโนសុចរិតនឹងឯងតម្កល់យ៉ាងល្អមិនពលកុហកមានចិត្តបរិសុទ្ធហើយមិនធ្វើបាបនៅពេលតម្កល់វាចាហើយថាវិជ័យសុចរិតមโนសុចរិតហើយអញ្ចឹងកាយនេះក៏ជាកាយសុចរិតដែរគឺមិនធ្វើបាបដោយកាយមិនបៀតបៀនមនុស្សជុំវិញខ្លួនកាប់សម្លាប់ប្រហារគេដោយប្រការណាមួយគឺអត់ទេហើយនៃបន្ទាប់គឺមានថាខ្លួនហ្នឹងគឺជាអ្នកមានទ្រព្យសម្បត្តិមានបាយមានទឹកមានម្ហូបមានអីដូចសម័យនេះអញ្ចឹងណាហើយមានចិត្តទន់បែងចែកចេះចែករំលែកចំពោះអ្នកអត់អ្នកឃ្លានតាមអ្វីដែលខ្លួនអាចធ្វើទៅបាននឹងព្រះអង្គរៀនណាព្រះអង្គឆ្លើយជាមួយទេវតាហ្នឹងនៅទាំងអស់ហ្នឹងគឺជាហេតុនៅពេលដែលស្លាប់ទៅគឺមិនភ័យខ្លាចមិនតក់ស្លុតព្រោះអីព្រោះបានយល់ដល់ធម៌របស់ព្រះសម្មាសម្ពុទ្ធអាហ្នឹងគឺតកតងទៅនឹងហេតុដែលមិនឲ្យភ័យខ្លាចនៅពេលដែលស្លាប់ទៅឬក៏ចិត្តស្លាប់ឬក៏ទៀបនឹងស្លាប់មិនភ័យខ្លាចអញ្ចឹងហើយបានជាចាស់បុរាណយើងលោកឲ្យអ្នកដែលចិត្តស្លាប់គឺឲ្យបន្ទិញពាក្យថាពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិតែ3ហ្នឹងបានណាពុទ្ធានុសតិធម្មានុសតិនឹកក្នុងចិត្តនិយាយឬនឹកក្នុងចិត្តនេះជាវិធីសាស្ត្ររបស់ចាស់បុរាណរលឹកតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ឲ្យយើងរលឹកដូចគ្នាឲ្យយើងរលឹកពីព្រោះអ្នកដែលធ្វើបុណ្យឬក៏អ្នកដែលធ្វើបាបនេះពិបាកជាងគេគឺពិបាកនៅពេលដែលចិត្តស្លាប់ហ្នឹងឯងដូច្នេះហេតុទាំង4នេះដែលខ្ញុំបានអានជូនខាងលើមិញហ្នឹងគឺជាហេតុជាហេតុមួយដើម្បីទប់ស្កាត់កុំឲ្យភ័យខ្លាចកុំឲ្យតក់ស្លុតនៅពេលដែលទៀបនឹងស្លាប់
ពីព្រោះមនុស្សយើងហើយខ្ញុំធ្លាប់ទទួលបានសំណួរច្រើនដែរថាធ្វើម៉េចនៅពេលដែលចិត្តស្លាប់ហើយកុំឲ្យភ័យខ្លាចហ្នឹងពុទ្ធឲ្យយើងរលឹកគុណពុទ្ធធម៌ប្រសនហ្នឹងហើយដូចមិននេះគឺសំណួរទេវតាបានសួរព្រះអង្គទ្រង់ឆ្លើយដូចគ្នាអញ្ចឹងបងប្អូនគ្រាន់តែតម្កល់ចិត្តតម្កល់កាយតម្កល់វាចាចិត្តហើយទាំង3ហ្នឹងគឺផ្លូវកាយផ្លូវវាចាផ្លូវចិត្តហ្នឹងឲ្យបានល្អទៅដោយសុចរិតណាមិនតម្កល់ក្នុងផ្លូវទុច្ចរិតទេណាហ្នឹងខុសហើយចេះបែងចែករំលែកទានឲ្យខ្លួនឯងបានដែលខ្លួនឯងមានហ្នឹងដល់មនុស្សជំនាញខ្លួនដែលអាចធ្វើទៅបានហ្នឹងហើយយល់ដឹងធម៌របស់សត្វបរោះហ្នឹងឯងយល់ដឹងធម៌របស់ពុទ្ធហ្នឹងអញ្ចឹងនៅពេលដែលទៀតនឹងស្លាប់ទៅគឺមិនញាប់ញ័រពីព្រោះយល់ដឹងពីច្បាប់របស់ធម្មជាតិបាទ